វីដេអូនេះនាងខ្ញុំធ្វើឡើងសម្រាប់ផ្ញើជូនបងបរោះមួយចំនួនដែលគាត់តែងតែចូលចិត្តប្រៀបធៀបប្រពន្ធខ្លួនឯងជាមួយនឹងប្រពន្ធគេគាត់តែងតែនិយាយថាប្រពន្ធខ្លួនឯងមិនចេះតែងខ្លួនមើលប្រពន្ធគេចុះប្រពន្ធគេពេលសម្រាកូនក៏ស្អាតពេលកំពុងពពោះក៏ស្អាតឯប្រពន្ធខ្លួនឯងវិញចាប់ផ្ដើមមានទម្ងន់ចាប់ផ្ដើមរោគរាកសក់មិនសិតមិនចេះតែងខ្លួនពេលនៅចិត្តនឹងធំក្លិនខ្លួនក្លិនញើសក្លិនទឹកដោះអីចឹងណានាងខ្ញុំចង់ប្រាប់ទៅបងបរោះដែរគាត់ចូលចិត្តប្រៀបធៀបនឹងវិញថានៅលើโลกនេះបងមនុស្សស្រីណាក៏ចង់ស្អាតដែរតែថាមានកូនជាប់នឹងដៃចឹងហើយកំពុងតពពោះទៀតតែគាត់មានពេលឯណាទៅតបតែងខ្លួនមើលកូនផងធ្វើការងារផ្ទះផងវាអត់ស្រួលទេបងសម្រាប់គេមានលុយនេះដូចវីដេអូដែលខ្ញុំបង្ហាញនេះអញ្ចឹងបងគេមានពេលវេលាគេមានម៉ែដោះសម្រាប់មើលថែកូនប្តីគេមើលថែអញ្ចឹងវាអត់ពិបាកក្នុងការស្អាតទេបងណាឲ្យតែថាមានលុយមនុស្សយើងអាចស្អាតបានគ្រប់ពេលគ្រប់វេលាបងមិនថាសម្រាកូនហើយមិនថាកំពុងតែមានផ្ទៃពោះទេបងឲ្យតែមានលុយមានពេលវេលាគ្រប់គ្រាន់សុបាយចិត្តគឺស្អាតទេបងអញ្ចឹងបងបើអាចឈប់ប្រៀបធៀបពីថ្ងៃនេះតទៅណាយើងក៏លេចមកមើលភរិយារបស់យើងវិញបងព្យាយាមឲ្យកម្លាំងចិត្តលើកទឹកចិត្តគាត់ធម្មតាបងមនុស្សស្រីដែលគាត់មានកូនហើយសម្រស់អាចប្រែប្រួលបងអត់អាចដូចការនៅពីកំមុំបានទេធម្មតាដូចខ្ញុំតែងតែនិយាយចឹងវាទៅលើជីវភាពរបស់យើងបើជីវភាពរបស់យើងវាមិនសូវធូរធារហើយមានកូនជាប់ដៃជាប់ជើងទៀតហើយឥឡូវកំពុងតពពោះទៀតដូចខ្ញុំប្រាប់អញ្ចឹងវារកពេលស្អាតអត់ឃើញទេរកពេលក្អូបអត់ឃើញទេបងអញ្ចឹងបងប្អូនបានដឹងហើយថានេះខ្ញុំប្រម៉ូសិននេះគឺប្រម៉ូសិនលៀងសក់ដើម្បីចាញ់ជាមួយនឹងផលិតផលថ្មីព្រោះនេះខ្ញុំធ្វើពាក្យហីកាបងប្អូនក៏ធ្លាប់ដឹងដែរមែនទេមិនមែនទៅតែខ្ញុំមកប្រម៉ូសិននេះទេចាហើយប្រម៉ូសិននេះគឺប្រម៉ូសិនដែលនៅសល់ក្នុងស្តុកតិចបំផុតអញ្ចឹងសម្រាប់បងប្អូនទិញសាប៊ូកក់សក់ល្អហូរក្នុងថ្ងៃនេះនាងខ្ញុំថាប្រពន្ធខ្លួនឯងរាល់ថ្ងៃហ្នឹងគាត់ទទួលបន្ទុកអីខ្លះការងារអីខ្លះបងអាចមើលមកថាធម្មតាប៉ុន្តែមនុស្សស្រីអត់ធម្មតាទេបងគាត់មើលកូនផងណាការងារផ្ទះផងវាអត់ងាយស្រួលដូចអ្វីដែលបងគិតទេហើយមនុស្សស្រីយើងបងចង់ស្អាតណាស់ចង់មានបានដូចគេណាចង់មានពេលវេលាគ្រប់គ្រាន់សម្រាប់ថែខ្លួនណាបងតើតែកើតជាមនុស្សស្រីទៅយល់បងនៅលើโลกនេះមនុស្សស្រីណាក៏ចង់ស្អាតដែរមនុស្សស្រីណាក៏ចង់បានប្តីមើលថែថ្នាក់ថ្នមដែរដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនឃើញទេនេះខ្ញុំបង្ហាញឲ្យឃើញថាក្នុងគ្រួសារមួយគឺបែងចែកពីរដាច់ពីគ្នាហ្មងចាស់ដូចគ្រួសារខាងនេះអញ្ចឹងណាគឺប្តីមើលថែថ្នាក់ថ្នមអញ្ចឹងគឺគាត់សប្បាយចិត្តហើយស្របពេលជាមួយនឹងគ្រួសារដែលគាត់មានធនធានទៀតគឺសប្បាយចិត្តគ្រប់ពេលអញ្ចឹងគឺស្អាតហើយវាអត់ប្លែកជាមួយនឹងរូបសម្រស់គេទេបងប្អូនណាដូចប្រាប់អញ្ចឹងមានលុយមានក្តីសុខមានសុភមង្គលសប្បាយចិត្តសម្រស់របស់យើងក៏ទៅតាមនឹងដែរបងណាវាខុសពីស្ត្រីមេផ្ទះដែលគាត់ធ្វើការងារផ្ទះផងមើលថែកូនផងថែប្តីផងការងារ100ចំពុកលើគាត់ទាំងអស់អញ្ចឹងมันអាចប្រៀបធៀបគ្នាបានទេបងណាអញ្ចឹងចង់ឲ្យថាពីថ្ងៃហ្នឹងទៅសូមស្នើដល់បងបរោះគ្រប់គ្នាឈប់ប្រៀបធៀបប្រពន្ធខ្លួនឯងជាមួយនឹងប្រពន្ធគេយើងយកពេលវេលារបស់យើងអាចជួយគាត់បានយើងជួយទៅតាមអ្វីដែលយើងអាចជួយបានបងប្អូនណាព្រោះក្តីសុខរបស់មនុស្សស្រីมันស្ថិតនៅលើតែលុយកាក់មាសពេជ្រឡានវិឡាអីហ្នឹងតែមួយមុខទេអ្វីសំខាន់ណាគឺក្តីសុខនៅផ្លូវចិត្តបងប្អូនណាមានក៏ដោយក្រក៏ដោយអ្វីដែលសំខាន់ក្តីសុខផ្លូវចិត្តរបស់យើងមិនមានសម្ពាធមិនមានការបន្ទោសបង្អាប់ឬប្រៀបធៀបអានឹងហើយគេហៅថាជាក្តីសុខពិតប្រាកដអញ្ចឹងហើយសូមបងបរោះជួយយល់ផងថាភរិយារបស់បងរាល់ថ្ងៃនេះតើគាត់ទទួលបន្ទុកអីខ្លះសម្ពាធអីខ្លះអញ្ចឹងសូមបងគ្រប់គ្នាយល់ពីគាត់ផងណា